បាទជាបឋមខ្ញុំបានសូមធ្វើការអនុញ្ញាតគ្រប់ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ដែលតែងតែនិយមតាមដានរឿងភាគថៃថ្មីៗល្បីៗជាទីគោរពរាប់អានបាទថ្ងៃនេះខ្ញុំធ្វើការ review រឿងភាគថៃថ្មីកំពុងតែល្បីមានការចាប់អារម្មណ៍ពីទស្សនិកជនជាច្រើនរយខេចែកជូនបងប្អូនទស្សនាកំសាន្តផងដែរប៉ុន្តែមុននឹងធ្វើការ review ខ្ញុំបាទសូមឲ្យបងប្អូនជួយចុច Subscribe និងសញ្ញាកណ្ដឹងនៅ Channel របស់ខ្ញុំដើម្បីទទួលបានវីដេអូថ្មីៗបើសិនជាបងប្អូនមានចំណងជើងរឿងណាដែលបងប្អូនចង់តាមដានបងប្អូនអាចសរសេរចំណងជើងរឿងនៅក្នុង comment Channel របស់ខ្ញុំដើម្បីស្វែងរកចែកជូនបងប្អូនទស្សនាកំសាន្តផងដែរបើសិនជាមានការឆ្លើយតបយឺតយ៉ាវនៅ comment របស់បងប្អូនសូមខន្តីអធិស្ឋានផងតោះឥឡូវយើងកុំឲ្យខាត់ពេលយូរទៅតាមដានអ្នកនរគ្នាជាដំបូងបងប្អូនចូលទៅកាន់ account Facebook របស់បងប្អូនមកបន្ទាប់មកទៀតបងប្អូនចុចទៅកន្លែងខាងលើសញ្ញាស្វែងរកបងប្អូនចុចទៅលើនឹងទៅរួចហើយបងប្អូនសរសេរឈ្មោះ page របស់គាត់តែម្ដងបាទ page របស់គាត់មានឈ្មោះថា Before Drama Before ហើយដក clear តិចមកបងប្អូននេះ Before Drama នេះបងប្អូននេះអញ្ចឹងបងប្អូនចុចទៅលើពាក្យហ្នឹងទៅគឺ page របស់គាត់ណា Before Drama បាទបន្ទាប់មកទៀតបងប្អូនចុចពាក្យថា video Before Drama បាទរឿងនេះគឺថ្មីចាស់តែម្ដងបាទបងប្អូនគឺនេះខាងលើនេះបងប្អូននេះគឺរឿងស្នេហានារីព្រៃបាទស្នេហានារីព្រៃមកដល់ពេលនេះគឺភាគទី141ដល់150ហើយបងប្អូននេះខាងក្រោមនេះក៏រឿងនឹងដែរបាទ Before Drama page របស់គាត់ឈ្មោះ Before Drama អញ្ចឹងឥឡូវខ្ញុំចុចទៅលើវីដេអូខាងលើគេតែម្ដងបាទនេះបងប្អូនចាញ់ទៅណាខ្ញុំប្រាប់ថាមិនទេសាហាប់មកគេជាមួយខ្ញុំថតចាញ់ទៅចាញ់បាទនេះគឺល្អមើលមែនតើបងប្អូនហើយបងប្អូនអាចអូសមកក្រោមទៀតមកបងប្អូននេះ151ដល់160ហើយមកវីដេអូខាងលើគេនេះគឺបាទ141ដល់150បាទងាយស្រួលតាមដានមែនតើបន្តមកទៀតបងប្អូនអាចចុចទៅលើ page របស់គាត់តែម្ដងបាទលើ profile page របស់គាត់ដើម្បីតាមដានវីដេអូណានេះបងប្អូនអាចអូសមកបងប្អូននេះអូអញ្ចឹងមកដល់ពេលនេះគឺគាត់អាប់ដេតបាន160ហើយបងប្អូននេះវីដេអូនេះគឺ151មកដល់160ហើយមកខាងក្រោមនេះគឺ141ដល់150គឺងាយស្រួលតាមដានមែនតើបងប្អូនព្រោះគាត់អាប់ឡូតភាគបន្តបន្ទាប់តាមភាគតាមលំដាប់លំដោយតែម្ដងបងប្អូនបាទអញ្ចឹងបងប្អូនអាចទស្សនាតាំងពីភាគក្រោមគេមកខាងក្រោមគេតាំងពីភាគទី1នេះបងប្អូននេះខាងក្រោមនេះភាគទី1ដល់ភាគទី10អញ្ចឹងណាបងប្អូនអាចទស្សនាតាមដានបានយ៉ាងងាយស្រួលតែម្ដងបងប្អូនអូខេអញ្ចឹងរឿងនេះគឺល្អមើលខ្លាំងមែនតើមកកំ plek កំ plaign ដែរបាទតួប្រុសតួស្រីហ្នឹងណាបាទប្រពៃខ្ញុំចាប់អារម្មណ៍ទៅលើរឿងហ្នឹងខ្លាំងណាស់ដែរបងប្អូនអញ្ចឹងបងប្អូនអាចធ្វើតាមការណែនាំរបស់ខ្ញុំបងប្អូននឹងចូលបានទស្សនារឿងនេះជាពុកខានឡើយបាទសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃរបស់បងប្អូនតាមដានវីដេអូរបស់ខ្ញុំហើយក៏សូមអរគុណបងប្អូនដែលបានចុច Subscribe និងសញ្ញាកណ្ដឹងនៅ Channel របស់ខ្ញុំបាទផងដែរបាទហើយជាចុងក្រោយសូមគោរពជូនពរបងប្អូនមានសុខភាពល្អរស់ស៊ីទទួលទានមានបានត្រជាក់ជុំចម្រុងចម្រើនដោយទឹកអប់បំពង់ខ្ចីបាទហើយជួបពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងឡើយបាទអរគុណច្រើនគ្រប់លាបាយបាយ